Yo đây nèគ្នាខ្ញុំមើលវាចឹងបានជួបគ្នាម្ដងទៀតជាមួយនឹងngườiអូយប្រពន្ធរបស់ខ្ញុំអើយដែលនេះវាគឺជាវគ្គទី3ហើយសម្រាប់ fan របស់រឿងរបស់ខូចចិត្តអីកុំតន់អន់ចិត្តឲ្យសារតែរឿងហ្នឹងគេចេញមួយអាទិត្យម្ដងទៅអញ្ចឹងខ្ញុំក៏បូកវាចូលគ្នាពីអាទិត្យម្ដងអញ្ចឹងណាចឹងហើយ3ថ្ងៃទៀតបានមើលហើយមុនចូលដល់ទៅរឿងចឹងខ្ញុំក៏សូមអរគុណទៅដល់អ្នកខ្លះអ្នកឈ្មោះអ្នកដែលគាត់ក៏បានឲ្យខ្ញុំចំណុច3,000នៅហើយគាត់ហ្នឹងក៏បានសួរខ្ញុំផងដែរថាខ្ញុំហ្នឹងគឺដែលវាយដែរអត់បាទគឺខ្ញុំដែលវាយហ្នឹងឯងនៅពេលណាខ្ញុំចាប់ដៃខ្លាំងឬក៏វាបាច់ឆ្ពឹកដៃទៅខ្ញុំវាយឬក៏ច្បាច់ដៃហើយចឹងគឺខ្ញុំសូមជូនពរគាត់ដល់ទីបានជាជុំជួបជុំគូសារនៅអាយុយឺនយូរតើកុំឲ្យយូរចូលទៅការស្អីអីដល់គ្នាចាប់ផ្ដើមនៅវគ្គទី3របស់យើងមកតវគ្គមុនហ្នឹងគឺថាទូពើយើងបន្តវីដេអូបានហ៊ីហ្វឹងចាប់ដៃរបស់គាត់ចឹងធ្វើគាត់ហ្នឹងក៏រៀងអៀនដែរអូគាត់ហ្នឹងក៏បានប្រាប់ខ្លួនឯងផងដែរថាអើយគាត់ហ្នឹងអាយុ20ឆ្នាំជាងហើយគាត់គេចាប់ដៃទាញដៃប៉ុណ្ណឹងសោះធ្វើឲ្យឯងអៀនអីណាមើលកុំធ្វើចឹងមើលនៅក្នុងចិត្តរបស់គាត់អញ្ចឹងប៉ុន្តែទង្វើនេះវាហាក់ដូចជាលើអំពីអ្វីដែលមិត្តភក្តិគួរតែធ្វើមែនវាមិនដែរអូណាបងណាម៉ាបងកាលនៅបន្ទួចអោបថើបគ្នាវិញតែរហូតហ្នឹងអូស្រាប់តែពេលហ្នឹងផងដែរកំណត់អាក្រក់ជាមួយនឹងកំណត់ល្អរបស់គាត់ហ្នឹងចាប់ផ្ដើមម្ចាំងគ្នាកំណត់ល្អរបស់គាត់ហ្នឹងក៏បានថាអុយមើលទៅស្វីតហ្មងកំណត់អាក្រក់របស់គាត់ហ្នឹងក៏បានថាអើយស្វីតអាចកោស្អីហើយហ៊ីហ្វឹងនឹងក៏បានដឹកដៃទូពើរបស់យើងមកដល់ផងម្ខាងទៀតមកដល់ហើយនាងក៏បានដេញដៃរបស់ទូពើរបស់យើងចេញនឹងបានបាយមកសួរគាត់ជាមួយនឹងស្នាមយំដ៏ស្រស់ស្អាតរបស់នាងថាឈិនលឿនតើអញឃើញអីណោះឈិនលឿនណាប៉ែនឹងគឺវារបស់តាអៀនមិនបានតបទៅកាន់នាងទេបើទៅកាន់ដៃរបស់វាទៅគឺថាបាច់ញើសជោគតែម្ដងហើយនាងក៏បានបន្ថែមទៀតវាចិត្តដល់ម៉ោងបាយតែអញចង់ញ៉ាំអីអត់ឈិនលឿនណាប៉ែនឹងគឺវារបស់តាអៀនចង្អៃដល់វានឹងគឺបានតបទៅកាន់នាងទេនឹងបានយកដៃដែលវាហាក់បាច់ញើសរបស់វានឹងទៅជូតជាមួយនឹងខោរបស់វាហើយមកច្បាស់ដៃរបស់ខ្ញុំនឹងគឺបាច់ញើសចាវាជាពេលព្រឹកចឹងហើយគឺមានសម្លេងសัตว์យំសម្លេងម៉ូតូឲ្យញ៉ៃពីនឹងទៅហើយហ្វឹងនាងក៏បានចោលទៅកាន់ហាងមួយនឹងបាននិយាយថានេះខ្ញុំមានកំណត់ទៅចាំក្រោយនេះមកជាមួយនឹងខ្ញុំមកអញ្ចឹងហើយពួកគេក៏បានមកដល់មុខហាងមួយនឹងដែលហាងមួយនឹងមានឈ្មោះថាសាវជីមិនចាំយូរពួកគេនឹងក៏បានចូលទៅក្នុងហ្នឹងចូលមកដល់ក្នុងទូពើយើងក៏បានឲ្យយើងដឹងផងដែរថាការគាត់នៅរៀនមហាវិទ្យាល័យគាត់តែងតែមកញ៉ាំបន្តិចកន្លែងហ្នឹងជាមួយនឹងមិត្តភក្តិរបស់គាត់ជាញឹកញយអញ្ចឹងណាគឺថាម្ហូបបន្តិចកន្លែងនេះវាឆ្ងាញ់ប៉ុន្តែគាត់បានបញ្ចប់ការសិក្សាចាំតាំងពី2ឆ្នាំមុនមកម៉េចអញ្ចឹងហើយគាត់មិនសូវជាបានមកទីកន្លែងនេះប្រហែលទេបែបថាយូរម្ដងអញ្ចឹងទៅហើយពេលច្រើនមកអ្នកដែលមកញ៉ាំទីកន្លែងនេះគឺភាគច្រើនសត្វតែជាម៉ូយដែរអញ្ចឹងណាហើយគាត់ក៏ជាម្នាក់ក្នុងចំណោមពួកគេផងដែរលោកពូដែលទៅជាម្ចាស់ហាងណាគាត់តែបានឃើញទូពើព្រាមគាត់ហ្នឹងក៏បានមករាក់ទាក់ទៅកាន់ទូពើរបស់យើងអញ្ចឹងទៅអាយ៉ាអត់ឈេងតើនេះបាត់មុខយូរតើតែថ្ងៃណាចង់ញ៉ាំអីគេដែរទូពើយើងគេក៏បានគ្រប់ទៅកាន់លោកពូឆាវិញនឹងបាននិយាយថាគេសុំតអង្គុយទុកជាមុនសិននឹងវាបានមើល menu ដើម្បី order អញ្ចឹងណាចំណែកហ៊ីហ្វឹងនៅក្បែរទូពើយើងវិញគេថានាងបាននិយាយទៅបានតែបញ្ចេញស្នាមញឹមដល់សស្អាតរបស់នាងតែប៉ុណ្ណោះលោកពូឆាគាត់តែបានឃើញហ៊ីហ្វឹងនៅក្បែរទូពើយើងចាគាត់ក៏បានសួរទៅកាន់ទូពើយើងថាអាយ៉ាអញគឺនំសរសើររបស់អញមកញ៉ាំដែរមែនគាត់ទៅចឹងធ្វើហ៊ីហ្វឹងជាមួយទូពើយើងក៏អញ្ចឹងអៀនផងដែរទូពើយើងក៏បានមកប៉ាន់សាច់ថាអត់ទេតែមួយភាគអញ្ចឹងណាគេទៅថាខ្ញុំក៏ពលមុខជាមួយនឹងពួកសัตว์ហ្នឹងហ្មងអូយយំដល់កហើយក៏មកពួកគេទៅពេលហ្នឹងក៏បានទៅអង្គុយពពូសាវគាត់ក៏បានលើកវាថាតែមកឲ្យពួកគេផងដែរដើម្បីនិយាយថាបើចង់ញ៉ាំអីគឺចាក់ខ្លួនឯងទៅទូពើយើងក៏បានយកព្រមអញ្ចឹងទៅហើយហ៊ីហ្វឹងនាងក៏ចាប់ដើម order របស់នាងទៅការទៅ order ហើយនាងក៏បានលុញ menu ទៅទូពើយើងម្ដងនៅអង្គសួរថាគាត់ចង់ order គេអញ្ចឹងណាទូពើយើងគេក៏បានយក menu នឹងមកមើលហើយក៏បានគិតចិត្តរបស់គេថានិយាយទៅគឺគាត់គិតអំពីមុខម្ហូបដែលគាត់នឹងគឺតែងតែ order នៅពេលគាត់មកហាងនឹងអញ្ចឹងណាហើយក៏ឆ្ងល់ទៀតតើនាងនឹងគឺវាចូលចិត្តរបស់របស់គាត់ដែរអត់គឺចឹងហើយគាត់នឹងក៏បានងើបឈរនឹងបានប្រាប់ទៅកាន់លោកពូសាវថាគាត់យករបស់ដូចម្ដងអញ្ចឹងណាលោកពូសាវគាត់ក៏បានតទៅថាចាំគាត់នឹងគឺយកអតីតធំមួយទូពើរបស់យើងអញ្ចឹងណាហើយទូពើយើងក៏បានអង្គុយតុវិញនឹងមើលទៅកាន់ហ៊ីហ្វឹងដែលនាងក៏កំពុងតែយកតែនឹងគឺយ៉ាងចាននៅទូពើរបស់យើងអញ្ចឹងណាគឺទូពើរបស់យើងគឺបានមើលទៅកាន់ហ៊ីហ្វឹងជាមួយទៅមុខបែបអៀនជាមួយទៅកាន់ហ៊ីហ្វឹងទៅថានាងគឺពិតជាស្អាតខ្លាំងមែនទែនបើសិនជាខ្ញុំជាទូពើវិញខ្ញុំបាជាឈាមចំមកបាត់ហើយគាត់នឹងគឺតែងតែមានអារម្មណ៍ថាយ៉ាងចម្លែកហ្មងនៅក្នុងបេះដូងរបស់គាត់នៅពេលគាត់នឹងគឺមើលទៅកាន់ហ៊ីហ្វឹងម្ដងមួយសន្ទុះក្រោយមកហ៊ីហ្វឹងនាងក៏បានយ៉ាងហើយនៅបានហុចចាននឹងកែវអីនឹងទៅឲ្យទូពើរបស់យើងនេះវិជាការអរគុណទៅកាន់ឈិនលឿនឯងដែលបានគូគំនូរខ្ញុំទូពើយើងគេក៏បានបាយមកចេញតែថាគេមានមុខនឹងទេពួកអីគឺថាគេបានអៀនបាត់ហើយគេបានតទៅវិញថាអូយមិនអីទេអ្នកក៏បានអរគុណខ្ញុំហើយដែរអូនៅពេលនោះផងដែរពូសាវក៏បានយកម្ហូបដែលទូពើយើងបានកំងនោះមកឲ្យទូពើយើងផងដែរមកតែបើទៅថាហ៊ីហ្វឹងគឺនាងបាន order ទេតែទូពើយើង order ចឹងគឺថាញ៉ាំម្ហូបនឹងជាមួយគ្នាចឹងទៅហ៊ីហ្វឹងគាត់បានឃើញថៃនឹងព្រាមនាងក៏បានថាវ៉ាវមើលទៅគួរឆ្ងាញ់ហ្មងខ្ញុំមិនដឹងថាអ្នកគ្នាស្ដាប់ឬអត់ទេតែនេះវាគឺយប់ជឿអ្វីចិត្តចូលម៉ោង1ហើយតែប៉ុន្តែខ្ញុំទៅធ្វើឲ្យតាំងពីថ្ងៃវិញប៉ុន្តែដោយសារតែខ្ញុំឈឺខ្លាំងចឹងទៅភ្នែកខ្ញុំពើតខ្លាំងហើយក្បាលខ្ញុំក៏ពើតខ្លាំងចុកខ្នងទៀតចឹងក៏វាបានចាំឲ្យបាត់វិញតែបាត់ហ្មងដល់ខ្ញុំទៅឆ្នាំពេលម៉ោង7យប់ហ្នឹងក៏បានដេកលក់ហើយក៏ទៅងើបវិញមិញហ្នឹងដែរទេគឺថាក៏បាត់ចុកខ្នងហើយប៉ុន្តែគឺនៅឈឺភ្នែកនឹងឈឺក្បាលតិចចឹងហើយពូសាវគាត់ក៏បានបាយទៅកាន់ហ៊ីហ្វឹងនឹងបាននិយាយទៅកាន់នាងថានោះបាយនៅទីនោះនេះគឺអាចញ៉ាំវាបានតាមចិត្តចឹងណាអូនៅពេលនោះផងដែរពូសាវគាត់ក៏បានមើលទៅកាន់ទូពើនឹងបាននិយាយថាអ្នកគូទៅឲ្យអាអូនជីងគឺយកបាយនឹងយកមកឲ្យនេះអីចឹងទៅ
និយាយទៅថាគាត់ហ្នឹងហាក់ដូចជាចង់ប្រាប់ទូពយើងថាទូពយើងគួរតែជួយដល់ការធ្វើល្អជាមួយនាងអីចឹងណាទូពយើងគាត់ធ្វើចង់ព្រាមគេហ្នឹងក៏បាននិយាយទៅកាន់ហ៊ីហ្វឹងថាចាំកូនហ្នឹងគឺទៅយកបាយនាងចឹងទៅហ៊ីហ្វឹងនាងក៏បានតទៅវិញជាមួយស្នាមខ្ញុំថាមិនអីទេចឹងហ៎មួយសន្ទុះក្រោយមកគឺថាពួកគេហ្នឹងគឺបានញ៉ាំម្ហូបតិចតែម្ដងអត់សល់តែបាយទេហើយទូពយើងក៏បានមើលទៅកាន់ហ៊ីហ្វឹងហ្នឹងបានសួរទៅកាន់នាងថាតើពួកយើងហ្នឹងគួរតែ order ស៊ុបមួយអត់អូគឺនៅក្នុងចិត្តរបស់ទូពយើងគាត់ហ្នឹងគឺបានគិតចេះគឺថាហ៊ីហ្វឹងនាងក៏រៀងញ៉ាំច្រើនដែរចឹងហើយធ្វើឲ្យនាងគឺរំលឹកគាត់អំពីតួឯកស្រីក្នុងរឿងមួយដែលថានាងគឺញ៉ាំច្រើនចឹងណានិយាយទៅគឺថាតួឯកស្រីដែលទូពយើងចង់និយាយហ្នឹងគឺគ្មានណាគេឆ្ងាយទេគឺជាជាងហ៊ីដែលទៅជាតួឯកស្រីនៅក្នុងរឿងប្រពន្ធរបស់ខ្ញុំមកពីមុនឆ្នាំមុនឯងហើយជាងហ៊ីដែលកំពុងតែញ៉ាំហ្នឹងនាងក៏បានតបទៅកាន់ទូពយើងថាមិនអីទេញ៉ាំតែក៏បានដែរនិយាយទៅគឺថាជាងហ៊ីទោះបីជានាងកំពុងតែញ៉ាំក្រោយក៏នាងគឺនៅតែស្អាតទៀតហើយពួកគេហ្នឹងក៏បាន order អាម្ហូបហ្នឹងមួយចានទៀតចឹងណាហើយហ៊ីហ្វឹងនាងក៏បានយកចង្កឹះរបស់នាងទៅចាប់សាច់ត្រីមួយដុំនិងបានដាក់វាចូលក្នុងចានទូពរបស់យើងនិងបាននិយាយថាណែសាច់ត្រីនេះវាឆ្ងាញ់ណាស់អ្នកគួរតែញ៉ាំវាបានច្រើនទៅអូនស៊ីលុយណាគាត់តែបានឃើញចឹងពេលគឺថាគេបោកប្រេធំៗតែម្ដងក៏ពួកគេថាគេមិននឹកស្មានថាហ៊ីហ្វឹងគឺនាងបានចាប់សាច់ត្រីឲ្យគេនោះទេអូនឯងសំណាងបានសាច់ស្អាតចាំហូបឲ្យបងវិញកាណូទៀតណាពេលតែញ៉ាំឲ្យស៊ុបជាមួយមិត្តភក្តិបងគាត់តែបងដួសពងទារបស់វាមកចំណិតឯណាវាដៃឯងចង់បាក់ជាងហ៊ីឃើញទូពរបស់យើងធ្វើមកចឹងនាងក៏មានអារម្មណ៍ថាយ៉ាងស្គងឆ្កងដែរវានឹងជាការអរគុណសម្រាប់ដែលការដែលអ្នកនឹងគឺបានគូគំនូខ្ញុំទូពយើងគេក៏បានតទៅវិញថាមិនអីទេហើយមួយសន្ទុះក្រោយមកគឺថាពួកគេទាំងពីរហ្នឹងគឺបានញ៉ាំខ្ទេចតែម្ដងញ៉ាំដែរជាងហ៊ីនាងក៏បានដកទូរស័ព្ទរបស់នាងចេញមកនិងបាននិយាយថាចាំនាងហ្នឹងគឺជាអ្នកដែលចេញលុយទូពយើងគឺចឹងគេក៏បានដឹកដៃបញ្ឈប់នាងយ៉ាងលឿននិងបានដកឱកាសរបស់គេចេញមកលោកពូឆាវគាត់ប្រកាសជាមិនយល់លុយអ្នកនោះទេអញ្ចឹងហើយតើខ្ញុំជាអ្នកដែលចេញលុយវិញលោកពូឆាវហ្នឹងគាត់នឹងក៏ប្រកែកជួយជុំជ្រែងទូពរបស់យើងទៀតគាត់ក៏បានមកយ៉ាងលឿននឹងបាននិយាយថាគឺអស់88យួនអញ្ចឹងប៉ុន្តែគឺគាត់យកតែ80យួនទេហ៊ីហ្វឹងនាងក៏មិនសូវជាចំណាយចិត្តប៉ុន្មានដែរក៏ពួកអីគេថានាងចង់ចេញលុយចឹងទៅតែទូពរបស់យើងគឺជាអ្នកដែលចេញលុយជំនួសនាងអញ្ចឹងហើយនាងក៏បានទៅវិញថាចាំនាងគឺជាអ្នកដែលចេញលុយថ្លៃ ticket ដែលទៅមើលរឿងអញ្ចឹងខ្ញុំចង់មានន័យថាសបត់កូនអ្នកគ្នាហើយក៏មកសាច់រឿងរបស់យើងហ្នឹងក៏បានកាត់មកទីកន្លែងមួយដែលមានរីម្នាក់ហ្នឹងគឺកំពុងតែកាន់នៅវត្ថុបុរាណអញ្ចឹងទៅហើយមានអ្នកដែលនៅក្បែរនេះគឺបាននិយាយថាគឺគាត់ហ្នឹងគឺសុំខ្ចីមួយថ្ងៃអញ្ចឹងណាប៉ុន្តែនៅហ្នឹងគឺអ្នកបានតទៅវិញយ៉ាងខ້ອຍតែម្ដងថាអត់ទេហើយនៅហ្នឹងគឺគ្មានណាគេឆ្ងាយទេគឺជាម្ដាយរបស់ទូពរបស់យើងហ្នឹងឯងចំណែកអ៊ំអាវរឿងនៅក្បែរម៉ាក់ទូពរបស់យើងហ្នឹងគឺថានាងគឺធ្វើជាអ្នកមិញដែលទូពរបស់យើងបាននិយាយកាលពីវគ្គ2ហ្នឹងឯងហើយម៉ាក់របស់ទូពរបស់យើងនាងក៏បាននិយាយអំពីវត្ថុបុរាណដែលនាងកំពុងតែកាន់អញ្ចឹងទៅថាវាអាចជាវត្ថុបុរាណដែលមកពីសម័យជប៉ុនមិញឬក៏សម័យជប៉ុនឈីនអញ្ចឹងគឺនាងនឹងយកវាទៅផ្ទះដើម្បីសិក្សាបន្ថែមទៀតអ្នកវិញអាវរឿងនាងក៏បានថាឯងកំណាញ់គាត់តែខ្ចីប៉ុណ្ណឹងក៏មិនចង់ឲ្យបានហើយបើទូពរបស់យើងក៏បានទៅវិញថាហេរឿងមុនណាឯងក៏កំណាញ់អញ្ចឹងដែរថាទៅពេលហ្នឹងផងដែរអ្នកវិញអាវរឿងនាងក៏បានចោលទៅកាន់ទិសដៅមួយនឹងបាននិយាយថាឯងមើលកន្លែងនោះមើលនោះហើយទិសដៅនាងបានចោលតនឹងគឺជាកន្លែងដែលទូពរបស់យើងគឺបានដើរជាមួយនឹងហ៊ីហ្វុនអីទៅគឺពិតជាចាច់អន់ខាងមែនទែនក៏ហ្នឹងគឺជាកូនប្រុសរបស់ឯងហើយអ្នកវិញឈីញគាត់តែបានឃើញកូនប្រុសរបស់គាត់ព្រាមនាងក៏ចង់ទៅកន្លែងទូពរបស់យើងនឹងដើម្បីបង្ហាញបន្ទុកបានទៅដល់គាត់អញ្ចឹងណាប៉ុន្តែក៏ទៅបានអ្នកវិញអាវរឿងនឹងគឺចាំនាងទាន់នឹងបាននិយាយថានោះឯងមើលតែក្មេងស្រីម្នាក់ដែលនៅក្បែរកូនរបស់ឯងនឹងគឺជាណាគេអ្នកវិញឈីញគាត់តែបានឃើញយ៉ាងមានថានាងបោកភ្នែកធំតែម្ដងហើយនាងក៏បានទាញអ្នកវិញអាវរឿងទៅកណ្ដូលជាងមួយហើយនាងក៏បានមើលពួកគេនឹងពីចម្ងាយផងដែរហើយគឺថានាងគឺឲ្យខ្វងពីវត្ថុបុរាណទៀតហើយដល់នាងគឺបានបោះវាចូលទៅក្នុងដៃរបស់អ្នកមីងអោរឿងអញ្ចឹងណាអ្នកមីងអោរឿងឃើញចឹងនាងក៏បានថាតែញ៉ៃចង់បានរបស់នេះទៀតប៉ុន្តែអ្នកមីងជិញគឺថានាងមិនខ្វងពីវត្ថុបុរាណទៀតទេដល់នាងក៏បានយកម៉ាស់មួយយកពាក់នឹងបាននិយាយថាតើពួកយើងតាមដានពួកគេមើលថាពួកគេនឹងតើណាអូខេអ្នកគ្នាវគ្គទី3របស់យើងគឺមានតែប៉ុណ្្នឹងឯងខ្ញុំដឹងថាអ្នកគ្នាស្ដាប់យល់អត់ទេហើយគឺថាខ្ញុំធ្វើបានតែប៉ុណ្្នឹងឯងដែលសារតែខ្ញុំដូចខ្ញុំនិយាយចឹងគឺខ្ញុំឈឺចឹងតែឲ្យចាប់ផ្ដើមឈឺក្បាលតិចទៀតហើយចឹងគឺមានតែប៉ុណ្្នឹងឯងអរគុណអ្នកគ្នាដែលតាមដានវីដេអូដល់ប្រយោជន៍របស់ខ្ញុំគឺថា